ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកធ្វើគុជពណ៌លឿងហៅថាគុជមាសក៏បានដែរយើងធ្វើដាក់ជាមួយនឹងដំឡូងពណ៌លឿងដំឡូងការ៉ុតរបស់យើងហើយយើងស្ងោរដំឡូងឲ្យឆ្អិនពេលដែលដំឡូងយើងឆ្អិនហើយយើងយកមកកូរជាមួយនឹងទឹកស្ករសដើម្បីឲ្យមានពណ៌ចេញពណ៌ដំឡូងស្អាតហើយយើងដាក់បន្ថែមជាមួយនឹងទឹកក្តៅដើម្បីលាយជាមួយនឹងម្សៅឆាឲ្យវាស្អិតងាយស្រួលក្នុងការលុញហើយម្សៅឆាយើងលាយវាឲ្យរាងទន់បន្តិចដើម្បីឲ្យងាយស្រួលលុញបើយើងលាយរឹងពេកវាលុញវារត់តែបែកបើយើងចង់ឲ្យវាស្វិតយើងស្ងោរវារាងឆ្អិនបន្តិចម្សៅប៉ុន្តែវាធ្វើឲ្យម្សៅឆៅវាល្អជាងយើងធ្វើម្សៅឆ្អិនវាស្អិតល្អប៉ុន្តែក៏វាពិបាកលុញម្សៅឆៅបែបនេះយើងលុញមិនដែរយើងលាយជាមួយនឹងម្សៅសយើងចាក់វាផ្សេងមកដើម្បីលាយជាមួយនឹងម្សៅដែលយើងលាយជាមួយដំឡូងយើងយកមករួយពីលើវាដើម្បីឲ្យវាមិនជាប់គ្នាហើយយើងលុញយើងមិនបាច់លុញម្ដងមួយទេយើងលុញ3ឬក៏4អីក៏បានដែរតាមដែលយើងអាចលុញបានយើងលុញមួយវាយឺតខ្លាំងណាស់ហើយវាបានល្អដូចតែគ្នាទេពេលដែលយើងស្ងោរគឺយើងត្រូវដាំទឹកវាពុះពេលដែលទឹកពុះខ្លាំងហើយទើបយើងដាក់ម្សៅគុជចូលហើយយើងកូរវាភ្លាមក៏អត់បញ្ហាដែរវាមិនបែកមិនអីនោះទេពេលដែលយើងដាក់ទឹកក្តៅហើយយើងឧស្សាហ៍កូរវាទៅហើយយើងស្ងោររយៈពេល30នាទីយើងស្ងោររមាស់គុជពេលដែលគុជរបស់យើងបាន30នាទីហើយគឺយើងបិទគម្របទុកផ្ងំ30នាទីទៀតគឺរយៈពេល1ម៉ោងក្នុងការស្ងោរគុជនេះទើបរសជាតិគុជមានរសជាតិឆ្ងាញ់បើយើងស្ងោរខ្វះឬក៏លើសគឺមិនឆ្ងាញ់នោះទេហើយយើងពេលដែលយើងផ្ងំហើយយើងយកមកលាងជាមួយនឹងទឹកត្រជាក់បែបនេះពេលដែលយើងលាងនឹងទឹកត្រជាក់ហើយយើងយកជាមួយនឹងស្ករត្នោតយើងយកទៅកូរតែស្ករនេះយើងមិនបាច់កូរដូចជាខនោះទេយើងកូរឲ្យតែឡើងឈ្ងុយស្ករឲ្យតាវារាងបែបនេះមកគឺយើងអាចចាក់គុជយើងចូលបានហើយពេលដែលយើងចាក់គុជចូលយើងកូររយៈពេល5នាទីឬក៏7នាទីក៏បានដែរហើយខ្ញុំលៃពាក់កណ្ដាលទុកដាក់ទឹកឃ្មុំព្រោះចង់បាន2រសជាតិយើងដាក់ទឹកឃ្មុំមួយរសជាតិទៀតញ៉ាំទៅគឺរសជាតិគឺបែកប្លែកពីគ្នាយ៉ាងម្នាក់ប៉ុន្តែសម្រាប់ខ្ញុំគឺស្ករត្នោតឆ្ងាញ់ជាងហើយយើងញ៉ាំយើងអាចដាក់ទឹកកកក៏បានមិនដាក់ក៏បានដែរតាមចំណូលចិត្តនោះទេទៀតគុជនេះគឺឆ្ងាញ់ខ្លាំងណាស់បងប្អូនវាឆ្ងាញ់ម្យ៉ាងពីគុជពណ៌ខ្មៅអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូសូមឲ្យមានសុខភាពល្អទាំងអស់គ្នាណាបាយបាយ